បាទហ្នឹងហើយថ្ងៃនេះយើងបន្តទៀតពាក់ព័ន្ធជាមួយនឹងលំហាត់បាទរមាំងទី3នេះគឺមាន3បន្ទុកបាទផ្នែក Mechanic Cinema ផ្នែក Dynamic របស់យើងគេថានៅក្នុងរូបខាងក្រោមបាទទៅនឹងខ្សែតេបាទមានតម្លៃគ្រប់គ្រាន់នឹងធ្វើឲ្យវត្ថុផ្លាស់ទីដែលមានតម្លៃមិនធំល្មមទៅនឹងវត្ថុនោះទេអញ្ចឹងវាគុណកាត់នៃផ្ទៃគឺការ1បាទសំទោសគេបង្ហាញថាវត្ថុនឹងរងសំទុះអតិបរមាបាទតតានឹងគេជ្រើសរើសតាមលក្ខខណ្ឌកោសតតាបូក1សីនីសតតាបាទអតិបរមាហើយលើសពីនេះទៀតលក្ខខណ្ឌនេះអាចបង្រួមទៅដល់តង់តតាស្មើជាមួយនឹង1ឥឡូវយើងមកមើលការដោះស្រាយបាទអញ្ចឹងយើងបង្ហាញសំទុះរបស់វារងសំទុះអតិបរមាវត្ថុនឹងរងសំទុះអតិបរមាអញ្ចឹងយើងគូររូបមកកាលណាវាមានម៉ាស់វាមាននៅទម្ងន់ W បាទកម្លាំងប្រតិកម្មកែងកម្លាំងកកិតបាទនិងតំណែងខ្សែយើងបែកជាពីរកំពូលសងតាមអាដេកនិងតាមអាឈរបាទរូបរបស់យើងប៉ុណ្ណឹងបាទអញ្ចឹងគេឲ្យមួយបន្ទុកគូរូបហ្នឹងហើយបន្តមកយើងសិក្សាទៅតាមច្បាប់ទី2 Newton មកបាទយើងសិក្សាតាមច្បាប់ទី2 Newton វាបានកម្លាំងសរុប sigma s ស្មើ ma អញ្ចឹងកម្លាំងសរុបបាទស្មើជាមួយនឹង mass គុណជាមួយនឹងសំទុះបាទបន្តមកទៀតគឺយើងបែកវាទៅតាមកំពូលសងតាមអក្សរបាទនេះយើងសរសេរកំពូលសងតាមអក្សរបាទយើងយកទិសដៅឡើងលើវិជ្ជមានបាទនេះគឺ n នេះគឺវិជ្ជមានដែរប៉ុន្តែ w នេះទិសដៅចុះក្រោមគឺវាមានសញ្ញាបាទសញ្ញាដកបាទអញ្ចឹង ty បាទវាជាជ្រុងឈរនេះមុំតេតាទៀតបាទជាជ្រុងឈរអញ្ចឹងវាស្មើជាមួយនឹងតម្លៃ t គុណជាមួយនឹង sin តេតាបាទអញ្ចឹងយើងរកឃើញ n យើងសិក្សាតាម AOX ម្ដងចំណោមខាងលើ AOX វាមានតេនិង s អញ្ចឹង s នេះសញ្ញាដកឲ្យដោយសារយើងយកទៅដៅមកមុខគឺវិជ្ជមានក្រោយអវិជ្ជមានបាទអញ្ចឹងយើងបានដកនេះបាទអញ្ចឹងយើងទាញរើ a បានហើយអញ្ចឹងយើងបាន tx ដកជាមួយនឹង s ប៉ុន្តែ tx របស់យើងស្មើ t កុសតតាវាជាជ្រុងជាប់បាទជ្រុងជាប់នេះបាទបន្តមកទៀតគឺយើងជំនួស s ដោយគេបាទកម្លាំងកកិតវាស្មើជាមួយនឹងមេគុណកកិតគុណជាមួយនឹងកម្លាំងប្រតិកម្មប៉ុន្តែកម្លាំងប្រតិកម្មរបស់យើងគឺយើងរកឃើញហើយស្មើជាមួយនឹង mg ដក t សីនីតតាបាទអញ្ចឹងយើងជំនួសចូលទៅហើយយើងធ្វើការកណនាវាបានតម្លៃ a យើងស្មើតេនៅលើ m កតាឲ្យកុសតតាបូក1សីនីតតាដកជាមួយនឹង 1g បាទអញ្ចឹងដោយតេ mg នឹងសុទ្ធតែជាចំនួនថៃអញ្ចឹងកុសតតាបូក1សីនីតតានឹងអតិបរមាក៏នាំឲ្យសំទុះនឹងវាអតិបរមាដែរអញ្ចឹងវាអាស្រ័យតែតម្លៃប៉ុណ្ណេះទេបាទអញ្ចឹងវាអាស្រ័យទៅលើមុំអញ្ចឹងលក្ខខណ្ឌនេះយើងអាចបង្រួមទៅដល់បាទប៉ុណ្ណេះគឺយើងធ្វើការ derivative a បាទយើងធ្វើការ derivative dA នៅលើ d តតា derivative តតាអាណាជាប់អញ្ញតតាយើងធ្វើការ derivative អញ្ចឹងតេនឹង m ជាចំនួនថៃមួយនឹង z ចំនួនថៃដែរប៉ុន្តែចំនួនថៃនេះ derivative 0នេះចំនួនថៃមកអាមេគុណយើង derivative ទុកវានៅដដែលបាទអញ្ចឹង derivative កុសបានដក sin derivative sin បានកុសបាទអញ្ចឹងអតិបរមាហ្នឹងកាលណាតម្លៃមើលអតិបរមាយើងឲ្យតម្លៃ derivative វាស្មើបានបាទស្មើ0មកយើងយករើសរបស់វាបាទអញ្ចឹងយើងបានតម្លៃរបស់យើងឲ្យអាកសោមប៉ុណ្ណេះស្មើ0បាទអញ្ចឹងលក្ខខណ្ឌរបស់យើងតេនឹង m វាធំជាង0ហើយអញ្ចឹងយើងឲ្យអាកសោមនេះស្មើ0មកដក sin នេះតតាបូក1កុសអាតតាស្មើ0អញ្ចឹងយើងទាញបាន1ស្មើជាមួយនឹង sin តតាទៅលើតង់តតា sin នៅលើតង់វាបានបាទតង់សងអញ្ចឹង1ស្មើតង់សងតង់សងតតាស្មើ1